កាយស្លាប់កំណត់នៅជាអមតៈសូមប្រឹងប្រែងធ្វើការងារទាំងអស់របស់យើងនៅថ្ងៃនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបានទោះជាថ្ងៃនេះយើងមិនបានទទួលលទ្ធផលល្អប៉ុន្តែថ្ងៃណាមួយយើងនឹងទទួលបានវាមិនខានឡើយជីវិតយើងអាចនឹងរស់នៅមិនយូរប៉ុន្មានពិតមែនប៉ុន្តែមានគំនិតខ្លះការងារខ្លះឬក៏គោលដៅពាក្យសម្ដីខ្លះៗរបស់យើងវាអាចនឹងស្ថិតនៅរាប់ឆ្នាំបន្ទាប់ពីយើងបានស្លាប់ទៅពេលយើងមានដង្ហើមនឹងជីវិតរស់នៅលើផែនដីនេះនៅឡើយយើងគួរតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពយើងគួរតែខិតខំពុះពៀតស៊ូធ្វើការងារទាំងឡាយយ៉ាងប្រញាប់ប្រញាល់គឺធ្វើដូចជាយើងមានពេលតែមួយថ្ងៃដើម្បីធ្វើការងារទាំងអស់នោះអញ្ចឹងយើងធ្វើការងារទាំងអស់ដោយចាត់ទុកវាដូចជាពេលវេលានៅក្នុងការប្រឡងអញ្ចឹងដែរគឺត្រូវតែខំប្រឹងផ្ចិតផ្ចង់គំនិតប្រមូលនូវស្មារតីហើយប្រឹងប្រែងដោយយកចិត្តទុកដាក់បំផុតយើងអាចនឹងមិនទទួលបានការគោរពការកោតសរសើរឬក៏ការគាំទ្រពីមនុស្សច្រើនពិតមែនចំពោះអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះប៉ុន្តែមនុស្សចំនួនក្រោយជាច្រើននឹងស្គាល់នៅអ្វីដែលយើងបានធ្វើនិងបានបន្សល់ទុកសម្រាប់ពួកគេមានផ្ទាំងគំនូរខ្លះមានតម្លៃថ្លៃអនេកប្រយម្ចាស់គំនូរបានស្លាប់បាត់ទៅមានពាក្យសម្ដីខ្លះត្រូវបានគេយកមកនិយាយតគ្នាទាំងមិនបានដឹងថានរណាគឺជាអ្នកបង្កើតពាក្យនោះឡើយរូបចម្លាក់ដែលធ្វើពីថ្មធម្មតានៅសម័យមុនបានក្លាយជាចម្លាក់ថ្មដែលមានតម្លៃបំផុតនៅក្នុងសម័យនេះហើយដុំថ្មធម្មតានៅសម័យនេះក៏ប្រហែលជាអាចក្លាយទៅជាថ្មមានតម្លៃនៅថ្ងៃក្រោយក៏ថាបានបើយើងគ្រាន់តែសម្ដែងទង្វើល្អដើម្បីឲ្យកូនចៅយកគំរូតាមនោះថ្ងៃក្រោយគំរូល្អរបស់ពួកគេក៏គ្រាន់តែជាការសម្ដែងដូចគ្នាដែរនៅគ្រប់ចំនួននៃមនុស្សជាតិគឺធ្វើអ្វីដែលគ្រាន់តែជាការសម្ដែងឲ្យបានត្រឹមតែល្អមើលប៉ុន្តែបើយើងធ្វើអ្វីដែលមានគោលដៅច្បាស់លាស់គិតបានល្អិតល្អន់មើលឃើញប្រយោជន៍យូរអង្វែងធ្វើដោយស្រឡាញ់ពេញចិត្តដោយបំណងប្រាថ្នាល្អចេញពីជំរឿចិត្តរបស់យើងនោះវានឹងមានជីវិតស្ថិតនៅជាអមតៈនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិគ្រប់ចំនួនទោះបីជាយើងលែងមានជីវិតនៅលើលោកនេះទៀតក៏ដោយយើងពិតជាមានមោទនភាពណាស់ដែលដូនតាយើងបានបន្សល់ទុកមរតកដ៏ច្រើនរួមមានប្រាសាទបុរាណសិល្បៈវប្បធម៌ប្រពៃណីទឹកដីនិងព្រៃឈើព្រមទាំងធនធានធម្មជាតិជាច្រើនសម្រាប់ពួកយើងរួមទាំងមាតុភូមិដ៏ស្រស់ស្អាតយ៉ាងអស្ចារ្យទាំងមូលយើងអាចបង្អួតប្រាប់ដល់ពិភពលោកនេះថាយើងមានដូនតាខ្លាំងអស្ចារ្យប៉ុន្តែយើងប្រហែលជាភ្លេចគិតថាតែខ្លួនយើងគួរតែបន្សល់ទុកមរតកអ្វីឬគេដំណើរអ្វីទៅដល់មនុស្សជំនាន់ក្រោយរបស់យើង ហ
แต่พวกគេនឹងមានអ្វីយកទៅបង្អួតពិភពលោកតែគេនឹងនិយាយអ្វីខ្លះពីយើងមរតកសពបែបយ៉ាងដែលបានបន្សល់ទុកមកពីដូនតាបុរាណខ្មែរចំនួនមុនដែលយូរឡងមកហើយតែងត្រូវបានបំផ្លាញដោយមនុស្សចំនួនក្រោយមកម្ដងតិចម្ដងតិចស្ទើរតែខ្ទេចអស់ធនធានធម្មជាតិគ្រប់បែបយ៉ាងស្ទើរតែរលាយអស់ទៅហើយពេលដែលខ្ញុំសម្លឹងមើលទៅប្រាង្គប្រាសាទនិងមើលទៅរូបចម្លាក់ដ៏អស្ចារ្យទាំងនោះធ្វើឲ្យខ្ញុំនឹកសង្វេគសម្រាប់ចំនួនមនុស្សជាតិកម្ពុជាដែលខ្ញុំបានកើតទាន់ខ្ញុំនឹកសង្វេគដែលមនុស្សយើងនៅក្នុងចំនួននេះមិនដឹងថាមានអ្វីដែលត្រូវបន្សល់ទុកឲ្យកូនចៅយើងចំនួនក្រោយទៀតសម្រាប់ជាគេមរតកដ៏មានតម្លៃទុកឲ្យពួកគេបង្ហាញប្រាប់ទៅដល់ពិភពលោកទាំងមូលថាជាតិយើងមានពុព្វបុរសខ្លាំងអស្ចារ្យបឹងបួខ្លះត្រូវបានគេចាក់ដីលុបបំបត្តិស្រមោលភ្នំជាច្រើនត្រូវបានគេរំលើងរំលាយរលេះរលួយអស់ទៅហើយព្រៃឈើទូចធំត្រូវបានគេនាំគ្នាកាប់បំផ្លាញគ្មាននឹកស្រណោះសត្វព្រៃជាច្រើនស្ទើរតែវិនាសផុតពូជអស់តែកូនចៅចំនួនក្រោយគេនឹងនិយាយពីឈ្មោះយើងចំនួននេះថាម៉េចខ្លះតើគេនឹងលើកសរសើរឬក៏គេរិះគន់ស្អប់ខ្ពើមមិនបាច់និយាយពីអ្វីបើគ្រាន់តែនិយាយត្រឹមផ្លូវថ្នល់ឬមួយឆ្នាំមិនដឹងត្រូវការចំណាយពេលវេលានិងថវិកាសម្រាប់ការជួសជុលអស់ប៉ុន្មានទេយើងបានអភិរក្សនិងថែរក្សាហើយបានរកចំណូលយ៉ាងច្រើននៅក្នុងផ្នែកទេសចរណ៍តាមរយៈភ្ញៀវដែលមកទស្សនាប្រាង្គប្រាសាទពិភពលោកទាំងមូលបានដឹងថានេះជាមរតកនិងជាកេរដំណែលជាតិដ៏អស្ចារ្យនៃពុព្វបុរសខ្មែរយើងដែលបានបន្សល់ទុកមក